Ok, số sợi là ở kia và cùng là ở kia xài cho thuê là tiết sắmรับkè vào tôi là bôi chụp cho mình đừng chụp bản kéo vài nó không video mới ní mà nó không video mới đi đấy chụp ở miền này chẳng thể đọc này cứ chụp đừng trong bằng hai để đọc kia để tăng tuần đừng ở đi xa môi chụp nách nó không chat messenger bao giờ bằng đấy cứ bị robot này cả một cái sticker rồi cóรูป លក្ខណៈថារូប sticker AI នៅក្នុង chat messenger អ្នកនរគ្នាបានដឹងថានៅក្នុង chat messenger គឺក្រុមហ៊ុនគេបានដាក់ sticker ជាច្រើននៅក្នុងនោះគឺអ្នកគ្នាធ្លាប់បានលេង chat គឺអ្នកគ្នាបានឃើញហើយ sticker វាមាននៅក្នុងកម្មវិធីគឺមានច្រើនអញ្ចឹងហើយនៅក្នុងវីដេអូនេះខ្ញុំនឹងប្រាប់អ្នកគ្នាអំពីរបៀបបង្កើត sticker ថ្មីមួយទៀតគឺ sticker ដែលគេនិយាយនៅក្នុងនេះគឺថា sticker avatar អញ្ចឹងគឺអ្នកគ្នាអាចបង្កើតខ្លួនឯងហើយអ្នកគ្នាចង់ដាក់លក្ខណៈពណ៌ឬក៏អីតាមចិត្តចំណង់ចំណូលចិត្តរបស់អ្នកគ្នាបានបាទអញ្ចឹងហើយគឺអ្នកគ្នាគ្រាន់តែចូលក្នុង chat messenger មកតមកទៀតអ្នកគ្នាจะយកកន្លែងការកំណត់នេះមកបាទម្ដងទៀតអ្នកគ្នានៅសិនបើអ្នកគ្នាអត់ទាន់គឺបងគឺអ្នកគ្នាចូលកន្លែង chat messenger យើងធម្មតាមកហើយបន្តមកទៀតអ្នកគ្នាจะយកកន្លែង 3 បាទកន្លែង menu ហ្នឹងហើយអ្នកគ្នាចុចយកកន្លែងកងចាក់អូខេបន្តមកទៀតអ្នកគ្នាtrue អស់ចូលយកមកក្រោមអ្នកគ្នានឹងឃើញកន្លែងមួយគឺកន្លែងគេថារូបតំណាងកន្លែងរូបក្បាលមនុស្សហ្នឹងអញ្ចឹងអ្នកគ្នាយកកន្លែងនោះមកបាទបន្តមកទៀតអ្នកគ្នាឃើញរូបគេដាក់ថារូបតុក្កតាជាច្រើនអញ្ចឹងយើងអ្នកគ្នាចង់បង្កើតស្រឡាញ់មួយនេះគឺអ្នកគ្នាចង់បង្កើតបែបហ្នឹងមកបាទអញ្ចឹងយើងបង្កើតមកយើងចុចកន្លែងបង្កើតរូបតំណាងរបស់អ្នកហ្នឹងមកបាទសូមរងចាំបន្តិចអូខេអ្នកគ្នាបន្តមកទៀតអ្នកគ្នាចុចកន្លែងសញ្ញាកន្លែងពណ៌ខៀវនោះមកគឺបង្កើត avatar របស់អ្នកអញ្ចឹងអ្នកគ្នាចុចយកកន្លែងនោះមកកន្លែងនេះដែរគឺគេឲ្យយើងរើសយកពណ៌សិនបើអ្នកគ្នាចេញស្រឡាញ់ពណ៌ខ្មៅគឺអ្នកគ្នាថិចយកពណ៌ខ្មៅហើយអ្នកគ្នាថិចស្រឡាញ់ពណ៌គណៈដូចជាតិអាស៊ីយើងគឺស្រឡាញ់ពណ៌នេះអញ្ចឹងអ្នកគ្នាដាក់ពណ៌នោះមកអូខេអញ្ចឹងសិនបើអ្នកគ្នាស្រឡាញ់មនុស្សប្រុសគឺអ្នកគ្នាយកមនុស្សប្រុសនោះហើយចុចបន្តទៅមកកន្លែងនេះគឺសក់អ្នកគ្នាចង់ដាក់ពណ៌សក់ពណ៌អីក៏បានដែរតាមចំណូលចិត្តអ្នកគ្នាអញ្ចឹងយកពណ៌ក្រហមនោះមកអូខេតមកទៀតយកទម្រង់មុខកន្លែងនេះគឺអ្នកគ្នាចង់បានទម្រង់មុខបែបណាគឺអ្នកគ្នាថាយកកន្លែងនោះមកបងកពើសវីអូខេអញ្ចឹងយើងចុចបន្តទៅមកហើយកន្លែងនេះគឺស្លាញ់រៀងហើយយកប្រុសគឺយកកន្លែងសេដុំធំចុចបន្តមកទៀតមកអូខេអ្នកគ្នាគឺប៉ុណ្្នឹងគឺរួចរាល់ហើយអ្នកគ្នាហើយបើសិនបើអ្នកគ្នាស្រឡាញ់លក្ខណៈថាពណ៌សក់ឬក៏សម្បុរអាវអីគឺអ្នកគ្នាអាចបដូរតាមនឹងបានកន្លែងគឺសក់ផាត់មុខគឺមានដាក់ឲ្យអ្នកគ្នាទាំងអស់មកចាប់និយាយរួមមកសេតទៅហើយសម្រាប់បងប្អូនគាត់ស្រឡាញ់លក្ខណៈមនុស្សរូប style បែបម៉េចគឺអ្នកគ្នាអាចជ្រើសរើសខ្លួនឯងបានបាទអ្នកគ្នាបន្តមកទៀតអ្នកគ្នាចុចយករៀបរាល់មកបាទហើយអ្នកគ្នានឹងរក្សាទុកកន្លែងនេះមួយមកគឺវារក្សាទុកនៅក្នុង chat messenger របស់យើងហើយបាទអញ្ចឹងបាទសូមរងចាំបន្តិចវាកំពុងដំណើរការយ៉ាងនេះបាទអ្នកគ្នាគឺរូបរបស់យើងគឺបង្កើតបានជោគជ័យហើយអញ្ចឹងគឺបានប៉ុណ្្នឹងហើយអ្នកគ្នាអញ្ចឹងបើសិនបើអ្នកគ្នាពេញចិត្តវីដេអូរបស់ខ្ញុំសូមជួយចុច like និង subscribe channel YouTube របស់ខ្ញុំមួយផងដើម្បីទទួលបានទីនិចថ្មីៗទៅនឹងកម្មវិធីផ្សេងៗផងដែរបាទសូមអរគុណសម្រាប់ការទស្សនាវីដេអូរបស់ខ្ញុំនេះបាទសូមអរគុណសូមជម្រាបលា